bán lên à chút văn ní là bèn một tiết căn là lôi tiết đó dương ly mà đong đúng nó đái mất phiếp đó mất phiếp à lấy dương vậy nó miền sẽ tập phiếp bắt mày à dương vậy thay dương miền thơ ấy nè mà đi được bèn ấy mới tới miền sẽ tập phiếp bắt start khai một bao lăng tới trời má bom trên tao mấy giờ sao à chưa nhóm mà start khai một bao thôi chụp vì khai một bao tới lịch xe ọt xe ọt vú má ơi cái bơ xì gọt bậy thử AI thì có là lấy xài hồi ná xả trái fan ấy giờ còn càng nghe bằng Vicky và sắp chỉ mới nhầm trôi món nhầm drama môi bao dễ em thấy món em thấyបាទសូមជម្រាបសួរពុកម៉ែបងប្អូនពិសេសគឺ fan ដែលជាអ្នកគ្រប់គ្រងក្លឹបបិសាចក្រហម Manchester United ទាំងអស់គ្នាបាទឥឡូវយើងជួបគ្នាជាបន្តទៀតហើយនៅក្នុងកម្មវិធីវិថីបិសាចក្រហមបាទដែលមាន MC បាទឈាមរាវ MC ឈាមមិនរាវបាទ MC ជើងចាស់ហ្នឹងចូលគ្នាទេហើយបាទហើយមិននិយាយឈាមរាវធ្វើមុខមាត់ពេមហ្នឹងនិយាយទៅយ៉ាត់ខ្ញុំប្តឹងពីបត់បរិហាគេប្រេផ្ដាស់អាហ្នឹងគេហៅថាបត់ចោតប្រកាន់បរិហាគេប្រេផ្ដាស់ហ្នឹងអូឥឡូវកើតទេណាបាទគាត់ឈាមរាវអត់ដឹងអីមកហ្នឹងតែឥឡូវគាត់ណាឈាមរាវឈាមខាប់អត់បានមកឥឡូវអត់កើតទេនិយាយបានតែកុំប៉ះពាល់ដល់ខ្ញុំអត់មានប៉ះពាល់ណាកុំប៉ះពាល់ដល់ខ្ញុំគេឯងនឹងឈាមខាប់ហើយសទ្ធាឈាមរាវអត់បានអត់ទេចេញមកខ្ញុំដឹងថាមកចង់និយាយអីបាទឥឡូវថ្ងៃនេះត្រៀមប្រធានបទប្រហែលប្រធានបទទេតែពិតប្រធានបទខ្ញុំត្រៀមហើយអីគេប៉ុន្តែស្រាប់តែថ្ងៃមុនហ្នឹងថ្ងៃមុននេះមិនសមមិញឃើញបងប្អូនយើងគាត់ចូលទៅដាក់ខ្ញុំក្នុងខមមិនដាក់ទៀតខ្ញុំហ្នឹង plastic fan របស់បិសាចក្រហមមែនតាបងសង្ស័យយ៉ាងណាមែនអីទេចង់និយាយថាពេលខ្លះអារម្មណ៍ដិតដាមមកបងប្អូនចង់ឲ្យក្លឹបវាល្អដូចគេតែដល់ពេលដែលយើងឃើញថាចំណុចដែលកំពុងតែខ្វះខាតហ្នឹងយើងយកមកនិយាយពេលដែលបងប្អូនដូចម៉ៅអីគាត់លក្ខណៈថាឃើញខុសហើយគាត់នៅតែលើកថាត្រូវអញ្ចឹងទៅវាអត់មានអីកែតម្រូវអញ្ចឹងនៅពេលដែលខ្ញុំនិយាយគេថាខ្ញុំ plastic fan ហើយមែនទេ plastic fan យ៉ាងម៉េចបងប្អូនខ្ញុំចាយពេលវេលាមានតម្លៃរបស់ខ្ញុំចោលការងារខ្ញុំចាយលុយខ្លួនឯងខ្ញុំសុខចិត្តជិះយន្តហោះទៅមើល Man U ទៅលេងនៅម៉ាឡេស៊ីខ្ញុំចាយសបុតទៅមើលទៀតហើយទិញអាថ្លៃទៀតដើម្បីចង់ឲ្យការប្រកួតនឹងមើលមកឲ្យពេញភ្នែកគាត់និយាយមកកុហកពីរបងចាប់វិញមិនអត់និយាយអាថ្លៃឲ្យជន់ក្រមយើងទិញអាទី2ហ្នឹងអាជន់ក្រមហ្នឹងអស់ហើយហ្នឹងអីអស់ឆែកហើយ VIP ហ្នឹងហើយយន្តហោះថ្លៃតឹមយន្តហោះធម្មតាហ្នឹងមិន VIP ហ្នឹងមានថ្លៃមិនហោះទេបោកពីទៅធ្វើមិនទេបោកពិតធ្វើមិនទេគេចោលសមុទ្រយន្តហោះទៅម៉ាឡេទៅអាមេរិកចោលយើងហើយគេចោលប្រកាន់យើងទៀតមានចោលប្រកាន់ទេបងក៏បញ្ជាក់ឥឡូវនិយាយខកដឹងខ្លួនបង G5 គេមើលខ្ញុំថាថ្លៃណាខ្ញុំអត់មានថាថ្លៃទេខ្ញុំថាចំណាយលុយខ្លួនឯងបងលឺថាទិញថ្លៃទៀតណាទិញសមុទ្រទៅមើលនេះអាសមុទ្រទៅអង្គុយមើលបាល់នេះហើយអ្វីដែលសំខាន់ហ្នឹងចំណាយពេលវេលាមានតម្លៃមួយទៀតហ្នឹងបងប្អូនមិនចង់អួតទេទៅទាំងភ្លៀង
tới từng phliên này không ôn mưa gì nhé đi mà ta bờ tối mưa khơi nhỉ ô khơi khơi ចឹងមិនថាណា đi mà ta bờ bờ tốt គេធ្លាប់មកធីម Man U មកសឹងពីធីមឯណាដែលភ្លៀងក្រោកខែទៅភ្លៀងហ្មង ភ្លៀង ចឹងមិនគេចោទថាធីម Plastic ក៏ plastic fan តាមក៏ពិតអ្វីដែលខ្ញុំចង់ឲ្យតែងតែនិយាយចំណុចអាក្រក់របស់ Man U ហ្នឹងមិនមែនចង់ជន់ផលិត Man U អីទេ បាទគឺចង់បង្អាប់ អត់បង្អាប់ទៀតអ្វីដែលខ្ញុំចង់ឃើញគឺខ្ញុំចង់ឃើញ Man U មានគេហៅថាយុទ្ធសាស្ត្រក៏ដូចជាការប្រកួតល្អដូចពីមុនមិននិយាយដល់ចំនួនដែល Sir Alex Ferguson គាត់ដឹកនាំទេយើងមើលត្រឹម Jose Mourinho ដឹកនាំយើងមើលត្រឹម Erik ten Hag ទៅចុះបាទរាជការរបស់លោក Erik ten Hag ដឹកនាំបិសាចក្រហម Manchester United មិនល្អខ្លាំងទេប៉ុន្តែយើងមើលថាតើការដឹកនាំពីរដូវកាលរបស់គាត់ហ្នឹងវាយ៉ាងណាទី1គាត់ឈ្នះពានទី2ក្រុមមានលេខរៀងល្អបាទអញ្ចឹងវាធ្វើឲ្យក្រុមនៅតែមានអារម្មណ៍ថាពួកយើងនៅតែជាក្រុមធំមួយធ្វើបានល្អនៅក្នុងការប្រកួតក្នុងលីកទាំងការប្រកួតនៅពានរង្វាន់ធំផ្សេងអញ្ចឹងហើយបាទខ្ញុំចង់ឲ្យManchester United ហក់ឡើងមកដល់ចំណុចនេះវិញព្រោះយើងឃើញថារដូវកាលនេះយើងគឺពិតជាដុនដាបខ្លាំងមែនទែនធ្លាក់ទៅដល់លេខរៀងទី16 15 16 17 បងហៅក្រុម17ហ្មងព្រោះថាវាក្បែរធ្លាក់អញ្ចឹងបងហោះទៅជុំគ្នាទៅអបអសាតក្រុម17តែប៉ុណ្្នឹងទេបាទហើយចូលរួមអបអសាតក្រុមកីឡាករល្អទៀតសើគេអញ្ចឹងទៅ ជាធម្មតាទេកីឡាកររបស់ក្រុមនីមួយគឺវាមានល្អមានអន់មិនថាបិសាចក្រហមឬមិនថាក្រុមណាទេចាយលុយមកទិញអត់ត្រូវដូចគ្នាព្រោះយើង expect ថាគាត់មកនឹងល្អបាទតែកីឡាករនឹងមកបង្ហាញខ្លួនជាមួយនឹងក្រុមវាទៅជាអត់បានល្អហើយមួយវិញទៀតអ្វីដែលខ្ញុំចង់និយាយនៅពេលនេះយើងអត់រំពឹងកីឡាករល្អជាច្រើនមកចូលរួមជាមួយយើងជាក់ស្ដែងមានអីគេ Victor Gyökeres ហើយនឹង Brian Mbeumo ព័ត៌មានជាច្រើនបាននិយាយមកថាអ្នកទាំងពីរកំពុងតែច្រានចោលសំណើរបស់ក្លឹបបិសាចក្រហម Manchester United ប៉ុន្តែខ្ញុំនៅតែចាំពាក្យថា Here we go ពី Fabrizio Romano បាទតាព័ត៌មាន Fabrizio ចុះឲ្យថាបងវាយរ៉ាដាហើយគឺភាគរយច្រើនបាទប៉ុន្តែ Fabrizio កីឡាកញ្ចក់កីឡាព្រះអាទិត្យអីតែគាត់ចុះវាមានពិសេសគឺកីឡាព្រះអាទិត្យពួកគាត់ច្រើនព័ត៌មានគាត់50-50ឯងមានរដូចគ្នាតែបើថា Fabrizio ថាមែនយកក៏ដែរ reject Man U ហើយគឺភាគរយកាន់តែតិចតែឥឡូវគាត់ចេញហ៎បងគាត់ថាមក reject reject អូខេ reject វាមិនដឹងថាតើវាមានបញ្ហាអ្វីនៅក្នុងផ្ទៃក្នុងហ្នឹងដោយសារតែដំបូងឡើយយកក៏ដែរជាមួយនឹងលោក World Bades ដែលជានាយកផ្នែកកីឡារបស់ Sporting ហ្នឹងដោយបងធ្វើព័ត៌មានអញ្ចឹងស្រីប្រកាន់ប្រុសប្រកែកយកក៏ដែរថាបានចរចាជាមួយនឹងលោក Sporting ហើយថារដូវកាលថ្មីនេះបើមានក្លឹបណាចាយជើគាត់ត្រឹម60លានអីចាប់ពី60លានឡើងគឺលោកគាត់ទៅបាទហើយលោកបាត់ដែរគាត់ថាអត់ទេអត់មានបានចូលចាយជើមានបានចរចាជាមួយនឹងយកការ៉េតាក់តងទៅនឹងបញ្ហារឿងហ្នឹងណាអត់មានទេហើយមកដល់ឥឡូវក៏មិនទាន់មានក្លឹបណាមកចរចាដែរសិតតែជាព័ត៌មានដែលបង្អើបំផើមប៉ុណ្ណោះដល់ពេលរឿងហ្នឹងក៏គាត់ចោទថាគាត់មិនបាននិយាយជាមួយយកការ៉េបញ្ហារឿងហ្នឹងទេឥឡូវនេះមកដល់ពេលនេះបែរជាលោក Fabrizio បានបញ្ជាក់ថាយកការ៉េបាន reject ជាមួយនឹង Man U ហើយគណៈពេលដែល Arsenal ចាប់ដើមបញ្ជូនភ្នាក់ងារទៅចរចាជាមួយនឹង Sporting បាទអានេះអ្វីដែលយើងទទួលបានប៉ុណ្ណឹងអញ្ចឹងយើងទាញត្រឡប់មកវិញថាតើ Arsenal ចង់បានយកការ៉េអត់ពិតជាចង់ពីព្រោះ Arsenal ប្រហែលរដូវកាលហើយដែលគាត់មានវិបត្តិខ្សែប្រយុទ្ធកណ្ដាលហ្នឹងទិញមកមិនជោគជ័យទេហេបាននិយាយប្រឹងបានប៉ះពាល់បានហើយតាក់តងទៅនឹងកីឡាករដែល Man U ចង់បាននេះវាមិនមែនតែត្រឹមយកការ៉េមួយទេវាមានច្រើន Sesko មួយទៀតបាទលើតែគេចង់បាន Sesko ឥឡូវសារព័ត៌មានផ្សេងក៏បានបង្វែរដែរថាក្រោយពី Man U គាត់ហាក់បីដូចជាមើលទៅមិនអាចទៅរួចជាមួយនឹងយកការ៉េ Man U ចាប់ដើមចាប់អារម្មណ៍ទៅលើកីឡាករពីររូបគឺ Semenyo រួមជាមួយនឹង Zico Anthony Semenyo បោះបាល់មកប៉ុន្តែដើម្បីយកជាមួយនឹង Postcol ដើម្បីយកជំនាន់ខែខ្សែយុទ្ធកបីខ្មៅទាំងពីរបាទគឺខូលជាមួយយកហ្នឹងប៉ុន្តែយកគេអ្នកអត្ថាធិប្បាយជាមួយ Skol ទេដែលគេយកសម្លេងពីរហ្នឹងមកកំបាញ់ចូលគ្នាគាត់ថា Man U គួរតែសម្លឹងមើលទៅលើ Eze របស់ Crystal Palace ពីព្រោះបើយោងទៅលើសមត្ថភាពរបស់ខ្សែយុទ្ធរួមនឹងការពីរដូវកាលមុនបើរដូវកាលមុនពីរដូវកាលដែល Eze គាត់ធ្វើបានល្អមែនទែនបាទក៏ប៉ុន្តែត្រឡប់មកវិញបងធ្លាប់ឃើញ Man U លាក់ឆុងជាមួយកីឡាករ Crystal មែនទែនតាំងពីជំនាន់សាហាដូចជំនាន់ហ្នឹងដូចជា Sir ទិញកក់ទុកមុនមួយឆ្នាំ
ឆ្នាំក្រោយមកតែក្រុមការដឹកនាំដោយលោក David Moy តើអត់រួច បាទតើរួច តើអត់រួចទេ ជាគិតមិនដែរ Berechi Easy មកបិសាយក្រហមតែ Easy មិនប្រយុទ្ធចំហ្នឹងមែនទេ គាត់លេងអាចលេង ស្ ស្ រៀ លា ង ប់ ស្រៀង Imbamo ដែរ ណាលេងស្លាប់បានឬក៏ពេលខ្លះគ្រូដាក់លេងបំរើកដាលបំរើប្រយុទ្ធកដាលលេងបានដែរបើមើលទៅកម្រិត easy យកមកក៏ដូចជាមិនណាស់ណាដែរបាទយកមកតែមិនស្រួលលេងតសម្ពាធខ្លាំងគេរិះគន់ទៅទៀតមកព្រោះថាមើលយើងមើលកម្រិតរបស់គាត់មិនជាលេចធ្លោឲ្យខ្លាំងណាស់ទេបាទ easy មានកម្រិតមួយហើយកីឡាករដែលមានកម្រិតថាល្មមមកមកយូរពិបាកមែនទែនបាទពិបាកមួយទៀតគឺប្រឈមមុខជាមួយអ្នកគ្រប់គ្រងរិះគន់មែនទែនអ្នកគ្រប់គ្រងមែនយូដឹងហើយឥឡូវនេះគឺកីឡាករដែលចាប់ដំមកមែនយូធ្លាក់ហាក់បីដូចជាទូកប្លែងសម្រាប់អ្នកគ្រប់គ្រងអញ្ចឹងបាទចូលទីលានតនឹងអីលេងសើចឌឺគ្នាសើចហូបំបាក់របៀបលេងបំបាក់ស្មារតីហ្នឹងហើយពេលខ្លះដូចគេនិយាយថាទៅម៉ាឡេរបៀប fan ស្រ័យដាក់អូណាណាពេលខ្លះយើងនិយាយទៅយើងស្រែកលេងហៅលេងរបៀបឃើញអូណាណាដូចឃើញអ្នកកំ pl ៃហ្នឹងបាទសើចឌឺគាត់លេងបងទៅថៃបងឃើញ Mark Fair បងហៅថាឃ្លោកហ្នឹងហើយគាត់ក៏ដើរចូលមកបងហៅយ៉ាងមែនគេហៅយុទ្ធគ្នាមនុស្សរាប់ម៉ឺនអ្នកលេងមកសើចចំអកដាក់គាត់ហ្នឹងយើងក៏ពិបាកពេលខ្លះពិបាកបាទផ្លូវចិត្តមួយកាត់ធាតិចសម្រាប់បងប្អូនបច្ចេកទេសសោនចាំជួយមើលផងមិញបងប្អូនយើងក៏មិនថាសម្លេងដាច់មិញស្ដាប់ទៅរៀងដាច់មែនអូខេបាទខ្ញុំបើកម៉ៃហើយដល់បើកទាំងអស់គាត់ថាសម្លេងដូចលក្ខណៈតាក់អ៊ីនធឺណិតតាក់អ៊ីនធឺណិតអញ្ចឹងចាំមើលយើងមើលទៅអត់អីទេអ្វីដែលខ្ញុំនិយាយខ្ញុំបានទៅចូលរួមនៅក្នុងការប្រកួតនៅឯម៉ាឡេស៊ីអ្វីដែលខ្ញុំអាណិតអូណាណាខ្លាំងបំផុតមិនទាន់បានលេងផងដើរចូលកាន់ទីលានគេស្រែកយកហ្មងនេះអញ្ចឹងក្នុងនាមខ្ញុំជាអ្នកដែលរិះគន់អូណាណាដែរតែពេលខ្ញុំឃើញរូបភាពបែបហ្នឹងថាអូដល់ថ្នាក់ហ្នឹងតែពេលអញ្ចឹងកីឡាករវាអាចនិយាយបានថាប្រមូលអារម្មណ៍អត់បានល្អភ័យខ្លាចតែគេផាផងហើយខ្លួនឯងបញ្ចេញសមត្ថភាពរបស់ខ្លួនអត់បានល្អទៀតអញ្ចឹងនៅពេលដែលការប្រកួតហ្នឹងគ្រូឲ្យគាត់លេងបានដូចជាមួយតង់ទេបន្ទាប់មកដាក់ថមហៀតុនដៃទី3ចូលទៅលេងអូណាណាខណៈដូរអូណាណាចេញក៏ស្រែកទៀតអញ្ចឹងមានន័យថាអ្នកគ្រប់គ្រងមែនយូប្រៀបដូចជាអ្នកគ្រប់គ្រងគុណខ្មែរហ្នឹងពួកគាត់ចេះកាត់សេចក្តីចេះថែមថយរបបខ្លួនឯងអស់ហ្នឹងចឹងបាទមានអារម្មណ៍ថាបច្ចុប្បន្នអញ្ចឹងមានណាមកប្រអាប់មានអ្នកគ្រប់គ្រងបាទអ្នកគ្រប់គ្រងរបៀបថាគាត់ទុកដូចក្លឹបឥឡូវក្លឹបបច្ចុប្បន្នវាដូចជារឿងមួយក៏ប្លែករបៀបថាអាឈ្នះក៏សើចអាចាញ់ក៏សើចអាចាញ់គេ5 6គ្រាប់រត់ប្រគួរខ្លះចាញ់ក្រុមដែលកម្រិតធៀបមែនទៀតចាញ់ 3-0 នេះគាត់កំមិនហ្នឹងគាត់សៀលរបៀបដាក់status សើចធម្មតាអូហ្នឹង fan plastic អត់ទេពេលខ្លះគាត់ fan មែនទៀតណាតែគាត់អត់ទេព្រោះខ្ញុំស្គាល់បងគាត់ fan Man U យូរហើយគាត់ស្រឡាញ់ Man U មែនទេសូម្បីតែគាត់ឃើញគាត់ពេលដែល Man U ចាញ់ក្រុមណានេះគាត់សៀគាត់ដាក់ status របៀបហួសចិត្តរបៀបសើចអស់សំណើចវាអញ្ចឹងគាត់ថាក្លឹបបច្ចុប្បន្ននៅពេលឃើញដុនដាតអញ្ចឹងអ្នកគ្រប់គ្រងពេលខ្លះគាត់ដូចជាហាក់បីដូចជាគេហៅថាធម្មតាជាមួយក្លឹបមើលទៅរបៀបឈ្នះក៏ដោយចាញ់ក៏ដោយសบายតាមក៏ប៉ិតសធានិយាយកន្លែងហ្នឹងត្រូវសធានិយាយកន្លែងហ្នឹងខ្ញុំយកដាក់ខ្លួនឯងយកមកមូលហេតុអីបានខ្ញុំធ្វើអញ្ចឹងនៅពេលដែលយើងមើលការប្រកួតរបស់បិសាយក្រហមយើងដាក់អារម្មណ៍ដាក់កាយថាបិសាយក្រហមនឹងឈ្នះប៉ុន្តែលទ្ធផលបែរជាចាញ់យើងបើសិនជាយើងទៅសេតជាមួយគាត់ប្រកួតក្រោយគាត់ចាញ់ទៀតសេតទៀតជួនកាលទៅវាបាក់ទឹកចិត្តលែងចង់មើលការប្រកួតរបៀបអ្នកគ្រប់គ្រងមើលអស់អារម្មណ៍ហ្នឹងអស់អារម្មណ៍គាត់ថា Man U លេងខ្ជិលមើលដូរប៉ុះហើយចាប់ដើមត្រូលអាក្លឹបខ្លួនឯងស្រឡាញ់នឹងយើងកំ pl ែងលេងដល់ពេលខ្ញុំដូរអារម្មណ៍ខ្ញុំថាបើសិនជាខ្ញុំដាក់អារម្មណ៍បើសិនជាចាញ់ការប្រកួតហ្នឹងខ្ញុំនៅតែសេតតាមបិសាយក្រហមវាអាចនឹងការប្រកួតក្រោយខ្ញុំណាចិត្តអញ្ចឹងដល់ពេលដែលចាញ់យើងត្រូលេងសើចប្រកួតក្រោយយើងតាមដានមើលទៀតថាតើការប្រកួតហ្នឹងក្រុមយើងវាយ៉ាងម៉េចទៀតអញ្ចឹងគឺខ្ញុំចូលចិត្តតាមដានហើយខ្ញុំចូលចិត្តលាក់អារម្មណ៍ខ្លួនឯងទោះបីជាពិបាកចិត្តក៏ចូលចិត្តយកទស្សនវិជ្ជាបែបហ្នឹងយកមកធ្វើជារឿងដើម្បីតាក់ទាញឲ្យបងប្អូនយើងបានសប្បាយចិត្តទាំងអស់គ្នានិយាយត្រង់ការប្រកួត Man U រដូវកាលមុនមករដូវកាលការប្រកួតដែលខ្ញុំមើលMan U គឺជាក្រុមដែលគេមើលច្រើនជាងគេនៅ Premier League ហើយនិយាយទៅការប្រកួតទាំងអស់អត់មានមើលហ្មងនេះឃើញតាគប់ពៀនហ្នឹងការប្រកួត Man U ដែលមើលឲ្យខ្ញុំមានអារម្មណ៍សែតមានតែថ្ងៃ final ចាញ់ Spurs ក្រៅពីហ្នឹងខ្ញុំមើល Man U មិនដែលមានអារម្មណ៍សែតទេអា season មុនហ្នឹងឈ្នះក៏ដោយចាញ់ក៏ដោយមើលទៅមានអារម្មណ៍ចាញ់គេចាញ់វាធម្មតាតែថ្ងៃដែលមើលទៅមានអារម្មណ៍ចាញ់ឲ្យសែតខ្លាំងមានតែខ្ញុំពីរអ្នកសទ្ធាសេតខ្លាំងជាងគេហ្មងថ្ងៃមើល Spurs ខ្ញុំដើរនិយាយងងហ្នឹងចាំមើលលើដល់មុខខ្ញុំហ៊ាននិយាយថាមានតែខ្ញុំពីរអ្នកសទ្ធាដែលសេតខ្លាំងជាងគេមូលហេតុអីបានខ្ញុំហ៊ាននិយាយថាខ្ញុំសេតខ្លាំងជាងគេ UCL ក្រុមដែលខ្លួនឯងស្រឡាញ់ធ្លាក់ទៀត
បន្ទាប់មកខ្ញុំបាននិយាយខ្លួនឯងថាចេះចុំនិយាយគាត់ថាបើសេធ្លាក់ប៉ុណ្ណឹងឯសេតប៉ុណ្ណឹងចុះតម្រាំបិសាចក្រហមចាញ់ស្ពើទៀតឯងឈួតបាត់ហើយហ្នឹងមានណាថ្ងៃហ្នឹងចាញ់មែនល្ងើពីអ្នកសទ្ធាតាំងពីអាគារយើងជាន់ទី3រហូតដល់ក្រមខ្ញុំចូលដល់ក្នុងឡានថតវីដេអូនៅតែល្ងើថាវាមិនគួរចាញ់យ៉ាងណាក៏មិនដល់គ្រីស្ទៀនយ៉ាជាមួយនឹងពេជ្រសិហាដែរពេជ្រសិហាកោសក់គ្រីស្ទៀនយ៉ាអង្គុយយំតូនគឺអូយសែជាងគាត់ថាបងពេជ្រសិហាគាត់ក៏ជា fan បិសាចក្រហមមួយដែរពេជ្រសិហាទៅជួបបងមួយនៅក្លឹបគ្រូធនសភាថ្ងៃហ្នឹងមិនឡើងក្លឹបថាបងគាត់ផ្ដាំគាត់ទាញដៃបងបើមិនយូរចាញ់យប់ហ្នឹងកោសក់គាត់ឆ្លាញ់គាត់ឡើងផ្ញើវីដេអូមកនេះកោសក់មែនហើយឲ្យពេជ្រសម្បត្តិកោឲ្យទៀតបាទអាហ្នឹងអ្នកគ្រប់គ្រងខ្លាំងដែរមានតែសេតយើងសេតសឹងតែមកពិភពលោកឲ្យតែអ្នកគ្រប់គ្រងមែនយូតាមពិតបើខ្ញុំហ៊ានលះបង់ក៏ខ្ញុំកោដែរតែដល់ពេលឲ្យកោឲ្យមកឡាយឃើញក្បាលថ្ងោគាត់មើលតែប៉ុន្តែចិត្តខ្ញុំស្រឡាញ់មែនយូខ្ញុំលាក់ខ្ញុំអត់ចង់ឲ្យគេឃើញថាខ្ញុំមានទំហំទឹកចិត្តស្រឡាញ់មែនយូខ្លាំងប៉ុណ្ណាលក្ខណៈថាដូចយើងទៅស្រឡាញ់មនុស្សស្រីម្នាក់នៅពេលដែលយើងផ្ដោតក្តីស្រឡាញ់គេខ្លាំងពេកឲ្យគេដឹងចិត្តគេធ្វើឲ្យយើងឈឺចាប់អញ្ចឹងយើងស្រឡាញ់ប៉ុណ្ណាយើងលាក់ប៉ុណ្ណឹងសិនដោយសារតែចែកខែឯងនៅក្នុងរង្វង់មួយដែលមើលទៅឃើញគិតថាយើងជាអ្នកគ្រប់គ្រងមួយខ្លាំងដែរក៏ប៉ុន្តែបើខែឯងស្ថិតនៅក្នុងក្រុមស្ថិតនៅក្នុងប្លុកមែនយូដែលគេធ្លាប់ឆាតមួយបងណាបានដឹងថាអ្នកគ្រប់គ្រងមែនយូផ្សេងទៀតគឺខ្លាំងមែនតើបាទនិយាយមែនណាខ្ញុំដឹងព្រោះបើឥឡូវយើងមិនបាច់យកស្ដែងទេដូចបងឆោមយើងនិយាយតែបងឆោមមួយតាំងពីក្បាលដល់ចុងជើងមែនយូទាំងអស់បាទគាត់ថាអត់តាអាវភ្លៀងមានមែនយូទិញមែនយូទៀតកំងឥឡូវមានកំងបានដែរមានអីបាទអញ្ចឹងមិនថាណាស្រោមជើងលីអូខោខ្លីស្រោមពូកមួកអាវគាត់ convert ទាំងស្នេហាគាត់មកបានទៀតអូយអញ្ចឹងមិនថាហ្នឹងយើងឃើញមកជ្រុងហ្មងណាមានអ្នកផ្សេងខ្លាំងជាងនឹងទៀតគាត់ថាពេលខ្លះយើងអត់ស្គាល់ពួកគាត់យើងអត់ដឹងរឿងបាទបងធ្លាប់ស្គាល់ពួកគាត់អូបាទអស់ទោសហើយចុះបងមិនឃើញថ្ងៃមុនទេខ្ញុំសុំទោសខ្ញុំនិយាយអារម្មណ៍ខ្លួនឯងក្នុងនាមជាអ្នកគ្រប់គ្រងមិនមែនយកនាមជាវិធីករមកនិយាយបាទខ្ញុំនិយាយលេងប៉ះពាល់ក្រុមរបស់ខ្ញុំបានខ្ញុំនិយាយប៉ះពាល់បិសាចក្រហមមិនបានប៉ុន្តែពេលដែលខ្ញុំឃើញអ្នកផ្សេងគេនិយាយប៉ះពាល់ដល់បិសាចក្រហមខ្ញុំមានអារម្មណ៍ក្តៅហ្មងឃើញខ្ញុំយកមកឲ្យមួយថ្ងៃមើលគាត់ភ្លេចបាត់ហើយច្រើនពេករឿង Bruno Fernandes ហ៎ភ្លេចបាត់មាន page មួយក៏យកទៅផុសថា Bruno Fernandes មិនគួរណាជ្រើសរើសក្លឹបខុសហ្នឹងហើយកប់ខុសមែនកប់សមត្ថភាពចោលអ្វីដែលខ្ញុំនិយាយមិនមែន Bruno Fernandes មកជ្រើសរើសក្លឹបខុសទេ Bruno Fernandes ចូលរួមជាមួយនឹងបិសាចក្រហមខុសរដូវកាលខុសរជ្ជកាលអាហ្នឹងខ្ញុំហ៊ាននិយាយចឹងតើរជ្ជកាលណាមួយដែលមានក្រុមផ្សេងធ្វើបានល្អជាងបិសាចក្រហមចំនួនដែល Sir Alex Ferguson គាត់ដឹកនាំមិនដល់ Sir Alex Ferguson ក៏បានដែរត្រឹម Jose Mourinho ដឹកនាំក៏បានដែរខ្ញុំនិយាយត្រឹមប៉ុណ្្នឹងបានហើយរជ្ជកាលមានរបស់ Sir Alex Ferguson យើងកំលុកលាន់យើងនិយាយត្រឹម Jose Mourinho ដឹកនាំតើមានក្រុមណាដែលធ្វើអាចបានខ្ញុំអត់និយាយថាក្រុមអង់គ្លេសទាំងអស់ទេមួយចំនួនតូចនិយាយតែប៉ុណ្្នឹងហើយព្រោះ Man City គេធ្វើបាន Liverpool គេធ្វើបាន Chelsea គេធ្វើបានប៉ុន្តែក្រុមផ្សេងទៀតខ្ញុំអញនិយាយបានថាអត់ទាន់មានក្រុមណាដែលអាចធ្វើបានល្អដល់វិស័យក្រហមក្រោមការដឹកនាំបន្ទាប់ពី Sir Alex ចេញអូខេឥឡូវបងឥឡូវអត់ទេមើលនេះសំឡេងបងប្អូនយើងនៅខមមិនមានបញ្ហាណាបាទក្រុមការងារចាំជួយមើលផងឥឡូវខ្ញុំតបន្ថែមពីសំឡេងអត់ស្រួលអញ្ចឹងនិយាយគ្នាមិនបងគាត់មើលគាត់សាប់អត់បានបងសំឡេងតាក់សំឡេងណាស់ MC មើលសំឡេងផងមើលបច្ចេកទេសសំឡេងសិនខ្ញុំស្ដាប់លេងអីខ្វល់ពីអ្នកមើលមើលតើខ្ញុំនិយាយទាំងបងប្អូនខាង sound operator គាត់ពងអសារ៉េហើយមិនមែនពួកខ្ញុំរត់ទៅសារ៉េទេអញ្ចឹងបងប្អូនខ្ញុំនិយាយញឹកទៅឲ្យគាត់សារ៉េត្រូវទៅបើខ្ញុំឈប់និយាយគាត់មិនដឹងថាសំឡេងដាច់មិនដាច់អញ្ចឹងណាបងប្អូនយ៉ាស្ដាប់អីលេងបាទស្ដាប់ផងស្ដាប់មិនបានបងស្ដាប់មកនិយាយរហូតមកខ្ញុំស្ដាប់បាទแล้วពងនិយាយប្រាប់បងប្អូនហើយនេះអញ្ចឹងយើងនិយាយបណ្ដោយអញ្ចឹងបងប្អូនយើងខាង sound operator គាត់ពងតែសារ៉េហើយដោយដើមវិញហើយអញ្ចឹងដោយដើមវិញហើយតែឥឡូវវាតិចតួចអីទេបាទតិចតួចអីទេប៉ុន្តែខាងក្រុមការងារគាត់នឹងព្យាយាមសារ៉េតាមត្រឡប់មកវិញទាំងអ្នកមើលក្តីទាំងយើងអីបងផ្ដាំថាគួរតែសំលុយទិញអាវឲ្យទៅមែនយូដល់ការនេះទាំង3ឈុតមូលហេតុអីមេធំមែនយូចេញមកហើយ Glazer Sir Jim Ratcliffe Sir Jim គាត់និយាយហើយគាត់ថា10ខែមុនអ្នកគ្រប់គ្រងមែនយូកំពុងតែជួបជាមួយនឹងព្យុះសង្គ្រាមមួយដ៏ខ្លាំងគាត់ថារដូវកាលថ្មីនេះអ្វីគ្រប់យ៉ាងគាត់នឹងយកត្រឡប់មកវិញអស់នេះគេដកស្រង់សម្ដីគាត់និយាយមកគាត់ឯការតាំងចិត្តវាជាក់ស្ដែងឥឡូវគឺយើងចេះស្ដែងមែនយូទិញបានខូណាមួយវាចាត់ទុកថា
chụp hiến đa này បាទ đa mà chụp hiến này lên nhìn Đau mơ môi khơi đau được rồi. ế dương cũng có thằng đa thì khó dương cái chụp này lôi rop pon lên là lá cái thằng đa từ bốc ấy cái mình chụp này lôi rop pon lên là lá đặt lên thời khỏi đấy Chứ mơ tình Sancho tình ấy vậy. Tôi một cái coi là nó mau bị cái lá cọc luôn này ta club cái đồng băng thay vô máu bị trừ bao bộ vô máu mình trừ một cô từ mày đôi mình có thằng Man City tinh cái lá cọc máu trừ thằng ó đấy បាទឥឡូវខ្ញុំកាត់ còn បំ là ផុត Man City cái miên cái lá cọc muối đây châu flow kia ấy បាទបាទ cái con là phải tọ tức phải tọ ấy thử sao thử ấy con lịch lụt lót đấy bà phải tọ tức đắp ca đâm cắt cái đọt quạt trâu đôi đặc nghĩa đó ហ្នឹងហើយឥឡូវចាំមើលខ្ញុំកាត់បំផុតតិចហេតុអីបានសធានិយាយថា Sancho តាមទិញមកចង់ងាប់តម្លៃខ្ទង់100លានដែរតែចូលមកមិនអត់ល្អយើងមើលពីអត្តចរិតរបស់កីឡាករម្នាក់ហ្នឹងហើយនឹងអត្តចរិតរបស់ Matheus Cunha តើអត្តចរិតរបស់កីឡាករទាំងពីរហ្នឹងវាបរិបត្តិយ៉ាងម៉េចខ្ញុំហ៊ាននិយាយថាកីឡាករដែលមកពីតំបន់អាមេរិកខាងត្បូងភាគច្រើនគឺពួកគាត់ស្គាល់បរិបត្តិនៅក្លឹបនីមួយៗហើយគាត់មិនព្យាយាមធ្វើឲ្យខ្លួនមានការរិះគន់តាក់ទងទៅនឹងសមត្ថភាពរបស់គាត់ឬក៏ទម្រង់លេងរបស់គាត់ទេហើយគាត់ក៏រក្សាគេហៅថាបុគ្គលិកលក្ខណៈរបស់គាត់បុគ្គលិកលក្ខណៈរបស់គាត់ហ្នឹងគឺគាត់អត់ឆ្មើងឆ្មៃអត់ឆ្លើយអត់ចលើសបឺសដូចJadon Sancho អត់ដូច Marcus Rashford ឬក៏ Alejandro Garnacho គាត់នៅតែជាកូនសិស្សសម្រាប់គ្រូមិនមែនកូនសិស្សដែលធំជាងគ្រូអញ្ចឹងខ្ញុំជឿជាក់ថាបរិបត្តិនៅក្នុងក្លឹបបិសាចក្រហមនៅរដូវកាលក្រោយអាចនឹងមានការប្រែប្រួលព្រោះពេលវេលា6ខែនៅក្នុងការដឹកនាំរបស់លោក Ruben Amorim អត់ទាន់ពេញដៃពេញជើងទេចូលមកហ្នឹងគឺត្រូវបានដុំថ្មសកត់ពីលើសល់តែកក10ខែដែលគាត់ចូលមកដំបូងនេះគឺ Man U កំពុងតែជួបភ្លៀងបោកបក់ឆ្វេងស្ដាំលើក្រោមហើយអញ្ចឹងគាត់ថាលំមដែល Man U យកអ្វីគ្រប់យ៉ាងត្រឡប់មកវិញហើយបាទដោយសារតែបងមើលទៅអ៊ីនធឺណិតរៀងតាក់តែពិតសម្លេងតាក់ដោយសារអ៊ីនធឺណិតដែរទេនៅពេលអ៊ីនធឺណិតរៀងដើរយឺតបន្តិចទៅសម្លេងយើងតាក់ដែរទៅនេះខ្ញុំស្ដាប់ទៅលេងអីតាយើងអ៊ីនធឺណិតដើរស្រួលអត់តាក់ទេព្រោះមួយថ្ងៃអ៊ីនធឺណិតបាទមានបញ្ហាអ៊ីនធឺណិតបងប្អូនដឹងហ្នឹងហើយខ្ញុំស្ដាប់មិញអត់អីនេះអត់ទេបើអ៊ីនធឺណិតអត់តាក់អីទេបើអ៊ីនធឺណិតតាក់ចាប់ដើមសម្លេងហ្នឹងចូលមកដដែលហើយអញ្ចឹងតាក់តងអ៊ីនធឺណិតគេបាទអញ្ចឹងអត់អីទេបងប្អូនអើយធ្វើមិនទេបាទព្រោះថាយើងមួយថ្ងៃហ្នឹងយើងជួបតែបញ្ហាអ៊ីនធឺណិតដើរស្រួលទេអញ្ចឹងសង្ឃឹមថាបងប្អូនកុំប្រកែប្រកាន់អីហើយក្រុមការងារយើងនៅព្យាយាមរអ្វីដើម្បីដោះស្រាយបងប្អូនបានជាបន្តទៀតឥឡូវយើងតាក់តងទៅនឹងការដោះដូរខ្សែប្រយុទ្ធឥឡូវមុននិយាយខ្សែប្រយុទ្ធតោះនិយាយយើងទៅជួបបូបាតូសវិញអូបាទនេះបងនេះអាវខ្ញុំបងប្អូននេះមើលកាមេរ៉ាចាប់ខ្ញុំប្លង់ជួយចាប់ខ្ញុំរបស់ខ្ញុំមួយផងអូច្បាស់ទេផ្ទាល់ពីឌីម៉ាតាបឺបាតូសបាទកីឡាករខ្សែប្រយុទ្ធប៊ូលហ្គារីគេហៅថាខ្សែប្រយុទ្ធ first touch តែម្ដងបាទហើយខ្ញុំសញ្ញាបាន3អាវសុទ្ធតែអាវ original ទាំងអស់បាទផ្ញើតាមខែមួយអាវផ្ញើតាមFodomមួយអាវខ្លួនឯងកាន់មួយអាវហើយអត់ទេមួយទៀតFodomកាន់អាវខ្លួនឯងហើយយកអាវយើងឲ្យគាត់សញ្ញាមួយទៀតបាទ3អាវបើសរុបមក3អាវចាអាវពាក់ខ្លួនឯងនឹងទៀតមួយអាវកាន់មួយនិងខាងមួយ Fodom គេកាន់អាវគេទេបាទប៉ុន្តែអ្វីដែលខ្ញុំសរុបមកខ្ញុំបានសញ្ញានេះគឺជាសញ្ញាកីឡាកររបស់ Man U ទី8បងអញនិយាយទៅឥឡូវខ្ញុំសួរបងឯងវិញបងឯងបាន8នាក់តើកីឡាករមួយណាដែលបានគិតថាជា favorite signature សម្រាប់បងឯងដែលគាត់បានសាញនៅលើអាវបងឯងបើនិយាយជារួមមួយណាក៏សំខាន់ដែរសិតតែកីឡាករ Man U អត់ទេបើថាបាន Beckham Ronaldo គឺស្កប់មកនិយាយមែនខ្ញុំថាមិនមានថ្ងៃពិបាកទេថ្ងៃហ្នឹងប្រសិនបើ Ronaldo កុំឆ្លោះជាមួយតាហាបានហើយព្រោះខ្ញុំដេកសថាគារជាមួយ Ronaldo ថ្ងៃមិនបានងល់ឡើងចុះតជួបnữaព្រោះចដើយន្តជាមួយគ្នាទេអញ្ចឹងដូចបងឡើងជួបដាឡុតអញ្ចឹងនៅជាមួយដាឡុតហ្នឹងថាឡើងចុះគុំមកជួបទេព្រោះដាក់បិចតាមកប៉ៅរហូតហ្នឹងអញ្ចឹងបានការទៅម៉ាឡេហ្នឹងបងប្រាប់ថាមើលតើ Man U ដេកនៅសថាគារមួយណាទៅកក់ដេកសថាគារហ្នឹងជុំនិយាយខ្ញុំនៅឈឺចាប់ដល់ឥឡូវឈឺចាប់ស្អីខ្ញុំខំគិតអូយបានជួប Man U ហើយតិចណាស់ក៏បានសញ្ញាគេបោះលុយចោលមកកគោគេមិនឈឺចិត្តផងចប់8នាក់ហ្នឹងមិនមានអាគេខ្លះរៀបរាប់ឲ្យចាំមិនអស់ទេចាំមើលដឹងថា Rafael Varane Alex Telles Bruno Luke Shaw Martial Fletcher ខ្ញុំមិនបានជួប Fletcher ទេ Fletcher Lindelof ចុងក្រោយគឺ Di Matteo Berbatov អូ8នាក់ហ្មងបាទមកសម្រាប់ខ្ញុំអាវ3សម្រាប់ខ្ញុំដំបូងបំផុតហ្នឹងចឹងថាអាវហ្នឹងសញ្ញាឃើញបងពាក់មិនដោយសារអាវជាប់នៅក្នុងឡានមកទេបានត្រៀមអាវអញ្ចឹងយកអាវពាក់សញ្ញាឃើញបងយ៉ាស្គីប្រយ័ត្នឲ្យបងប្រយ័ត្នបាត់សញ្ញាណា
Yaski អីគេយកទៅតាំងដាក់សុំឲ្យអស់ ដាក់សុំហ្មងអត់ទេអានេះតិចទៀតខ្ញុំឲ្យបងឯងជន់អានេះថ្មីហើយខ្ញុំយកដាក់សុំដែរ ដាក់សុំ ខ្ញុំសុខចិត្តទិញអាវថ្មីពេកបងប្អូនព្រោះនេះគឺជាអនុស្សាវរីយ៍នៅក្នុងការគ្រប់គ្រងវិស័យក្រហមរាប់ឆ្នាំរបស់ខ្ញុំហើយហេតុអីបានខ្ញុំឆ្លងកាត់ពេលវេលាដែលអញនិយាយបានថាបឋុចញុចមែនតើខ្ញុំសុខចិត្ត ឥឡូវចេះចុះបង្កាត់តិចកាត់ទៅមកលេខអស់រាប់រយបានសញ្ញាអត់ អត់ សូនអត់គេ ហ្នឹងហើយប៉ុន្តែអ្វីដែលខ្ញុំឆ្លងកាត់នេះគឺនិយាយដល់ស្មោះថ្ងៃហ្នឹងចោលបដាល់យើងខ្ញុំសុខចិត្តដើម្បីទៅជួបបបតោមូលហេតុអាវ Man U ដែលខ្ញុំពាក់នៅលើខ្លួនខ្ញុំបំផុតនៅពេលដែលខ្ញុំគ្រប់គ្រង Man U គឺខ្ញុំទិញអាវក្រោមឆ័ត្រមានឈ្មោះថា Berbatov លេខ 9 ហ្នឹងហើយគឺជាពេលវេលាដែលខ្ញុំស្រឡាញ់ Man U ខ្លាំងអាវ AIG Aeon AIG បាទអាវហ្នឹងអាវ AIG ហើយខ្ញុំស្រឡាញ់ខ្លាំងមែនទែនអាវហ្នឹងគឺខ្ញុំស្រឡាញ់ខ្លាំងមែនទែនហើយមិនប៉ាក់ដូចអានេះមិនអ៊ុតដូចបងម៉ៅកំពុងពាក់ហើយក៏មិន logo ចេះដែរបងប្អូន អានេះស៊ីនទាំងអស់ បាទរបៀបបងប្អូនដឹងអាដូចគេនេះ តាមពិតចេះដោយសារតែស្ដាយត្រង់ថាប្រសិនបើអាវនឹងអត់មានវាយឈ្មោះទេបងនឹងវាយហ្វុងស៊ីនឌីម៉ាតាបបតហើយប៉ុន្តែស្ដាយអាវមើលខាងក្រោយខ្នងឈ្មោះអីគេ ឈីចារីតូ ឈីឆារីតូហត់ណាត់ដែរឲ្យទៅសេលើលេខមិន បាទ បាទបើអាវឈីឆារីតូនឹងឲ្យអាវមួយទៀត Rio Ferdinand បាទតែប៉ិតបងឯងបើដឹងមុនអញ្ចឹងឲ្យបងយ៉ាស្គីគាត់ហួសហ្នឹងឲ្យបាន No របស់ស៊ីនអត់រុះទេតែបើវាខូចយើងរុះតែបើស៊ីនហ្នឹងយកអត់រុះទេ អូខេយល់ បាទហើយដល់ពេលអាវហ្នឹងមាន2 3វាអត់មានឈ្មោះអត់មានឈ្មោះមានឈ្មោះអីvậyបងមានឧបករណ៍វាយហ្វុងស៊ីនអស់ហើយហ្នឹងមិនទិញពីស្រុកក្រៅអីយើងមានធ្វើខ្លួនឯងបានអស់ហើយដល់ពេលអញ្ចឹងក្រុមការងារនោះឆ្លាតគាត់ទៅយកអាវមកគាត់វាយផ្លាកវាយឈ្មោះវាយអីអូមកស្អាតមកគាត់ហើយអាវត្រូវឆ្នាំគេទៀតតែយើងណាទៅវាយហើយគេសញ្ញាលើអក្សរវាស្អាតទៀតសញ្ញាលើលេខបាទលយហ្មងលយខ្ញុំស្ដាយដែរហ្នឹងតែគាត់ថាពេលវេលាវាបថុចញុចហើយយើងមិននឹកស្មានដល់តែយើងបានទៅជួបគាត់ផងនិយាយទៅខ្ញុំអត់នឹកស្មានទេខ្ញុំឃើញគេផុសខ្ញុំក៏អូសមើលកាត់ថាបានទៅនឹងមិនទេស្រាប់តែក្រុមការងារដែលគាត់បាននាំខ្ញុំទៅហ្នឹងគាត់ឆាតមកបងបើទៅជួបបបតអត់ថាមែនអត់ដល់ពេលហើយខ្ញុំក៏ក្រុមការងារខេងគាត់យកខេងបានមួយបភាពសុខសម្បត្តិនោះបាទស្ថាបនិក PSP ហ្នឹងបាទ PSB ហ្នឹងបាទគាត់ឆាតមកយប់ឡើងស្អែកឡើងជួបណាគាត់ឆាតមកយប់បងតម្លាក់5នាក់មកយក5នាក់តងទៅបដ ாய் បាទចុងក្រោយបើ4នាក់ម្នាក់ទៀតគាត់ថា full បាត់ហើយបាទបើខ្ញុំបថុចញុចមែនតើហើយខ្ញុំអត់ដឹងទេដំបូងចង់ cancel គេទៀតដោយសារតែពេលវេលាហ្នឹងគឺវាជន់ជាមួយការងារប៉ុន្តែដោយសារតែអាណិតបងនោះគាត់ជិះឡានមកពីឆ្ងាយបាទជើងជួបតាមផ្លូវគាត់ដើរមកហ្នឹងគាត់ស្មានតែចូលស្រួលមានណាគេរៀបរាប់តាមឈ្មោះចឹងគាត់អត់មានបាននេះទេគាត់បានចូលអញ្ចឹងមានណាគាត់ឈរខំតម្រង់ជួរមួយគេហ្នឹងគេតោះគេស្លេចឈ្មោះគេបញ្ជូនតាំងពីយប់ទៅមានឈ្មោះគេតម្រង់ជួរចេញមកបានសម្បត្តិវណ្ណាមើលមួយឃើញហ្នឹងតោះតែមានអាហ្នឹងបានបងគាត់រៀងអន់ចិត្តបដ ாய் អាណិតគាត់ដែរអត់ខំដើរមកមួយយើងដឹងតែគាត់បានអត់ប៉ុន្តែបើគាត់នៅច្រកខាងនោះបានណាពួកអ្នកផ្សេងមកឃើញ2នាក់គាត់ទៅឈរចាំច្រកឌីម៉ាតាបើបន្ទោចេញហ្នឹងលេងគាត់ឈរចាំឌីម៉ាតាលេងអង្គរៈគាត់អត់សូវខត់ដែរគាត់រត់ចូលសុំនិយាយគាត់សញ្ញាឲ្យស្រួលទៀតហើយដល់ពេលមាន fan ម្នាក់គាត់ពាក់អាវស្ពើគាត់រត់យកអាវគាត់ស្ពើទៅឲ្យសញ្ញាដែរបានទៀត2នាក់ហ្នឹងគេអត់បានយើងនិយាយទៅគេស៊ូទ្រាំគេរំពឹងដល់ពេលហ្នឹងបានមែនតែអ្វីដែលសំខាន់ឌីម៉ាតាបើបន្ទោចេញតែពីកន្លែងយើងសញ្ញាហ្នឹងហើយគាត់ទៅជួបតែឯអាដាមសុកសប្បាយណាទៀតបាទលយមែនទែនហើយទៅដល់គេមាន agenda គេបាទ agenda គាត់ដល់ពេលអញ្ចឹងអត់ទេសប្បាយចិត្តដែរបាទសប្បាយចិត្តដែរដែលយើងបានជួបតែប៉ិតឌីម៉ាតាបើបន្ទោ Legend Man U ទាំងអស់មិនថា Postcol Rio Ferdinand Gareth Neville Philippe Neville អាសាមកខ្មែរក៏យើងដឹងបាទបងប្រុសបងជាអ្នកទៅការពារបាទគាត់អាសាមកប្រយប៉ែតអាស៊ីលេគាត់ជិះក្នុងឡានគាត់ថតមក selfie គាត់ថាមកស្គាល់អត់ណាមកឡានការពារគាត់ចូលខ្មែរបានប្រហែលជា1ម៉ោង2ម៉ោងគាត់ត្រឡប់ទៅវិញគេមកសម្ពោធកម្មវិធីគេមួយគេជួលយើងអត់ដឹងទេបាទខ្ញុំមានរឿងមួយនៅពេលដែលខ្ញុំទៅជួបឌីម៉ាតាបើបន្ទោរ៉ៃហ្គិកក៏មកដែរណែហើយខឹងណាជួយអញភ័ក្រអញមុនយើងនិយាយភាសាអញភ័ក្រអញមុនមក2ម៉ោងស្អីតន់ចាំមើលថ្ងៃខ្ញុំទៅជួបឌីម៉ាតាបើបន្ទោ shout out to បងអរុនកែវបងកែវអរុនណាគាត់មិន pretender ហ្នឹងហើយគាត់ mention តែយើងជា MC ចេះគាត់ប្រាប់បើបន្ទោលេងបើបន្ទោគាត់ងាកមើលមុខខ្ញុំហើយគាត់ថា wow he is too young
họ có thằng con không mấy nè mấy bạn con tới chị MC nó dọc mai bạn nhưng là phơi bó là bên ơi là MC cao Aaron cao nó có quạt mention là he is a commentator chứ á có đẹp định bóng nhá miền video đó có vẻ là bóng mình rất là tôi mơ bóng nó con bờ tóc con vậy đã nhau mà he is too young mà nhung không mấy nhưng mà đấy mà đòi cho nó đang phù nhưng đằng ấy ở bênที่con nó dọc kế cứ phía trán sẽ ta cao chi pili chân bao tuột phía trán trên pili chân bao tuộtเอาไว้để nhung tan đan khăng một phốt nó cứ nơi ăn lề mong chỉ tu từ nhung lên dám còn lư giờ lên cốt mơ bao ăn lề còn lư giờ lên cốt và chẳng nhung trong plei mua cốt đây bận tayนี่ฮะคือชีเอาไว้ในยมบานศึกษาให้กบานวิวัฒน์ครูนมาเอาไงนี่คือการสดับการเมื่อให้จังเฉยชียิ้มสบายโยลปีจังหน่อยดังครูนายเอ๊ะเทียสงัดได้บ้างเทียขนาดบานเตอร์ thế bầu đạp đó đạp sao đây lụ hiệu bỏ khá ธรรมดาเป็นนั่งบอสันจิมินชั่วโมงเตอร์เดียดยมสู้หายเลย nhấp plastic Đây, mình vậy đó mình là con Man U sân ai đó. chẳng nên Nhưng fan chứ người ta dân fan club ta là con khác rồi dân ai đó là con khác mình ai đó fan là lánh mà thôi mà đây đăng tranh máu sự con là ra đây cái chị nệm cao hay Camedia ấy cái Man U Camedia fan cái gì mà bong mà mặt mày vậy bong ai đó mày đại lụ mẹ búa tới thấy người tới đà ra đăng thằng bóng tụi tua ban thì nhảy trơn vì búa nên cái nông chùm nào này để tới chua men dú ọt miên mai dữ á ọt miên này mua xôi dương bong này mua lại để bong hen gì bị xa nữa ọt đôi chim mà nổ rôm tơi nè nổ rôm cái ăn cái cho thọt video này cái sấy hai đà ra cái chmọ ăn hen cho bị chiết sấy vậy tại bóng tơi bị chiết chỉ bôi sấy đằng sang xa cái mưa mục hỏi cái miên cái miền cả đá khi ngày bóng đã cả đá từ ấy để sao là bóng vô vì năng màu cái đã cả đá hỏi tức là bây giờ cả đá có đá xù gì nhỉ hay cho bọn anh nhưng cho học ấy nó mấy bọn đã cả đá thằng đấy và cái gì nhỉ lời tóc á ê dân cà pia mấy hai cà pia để sao gì dân khơi đôi chân nè xong bây đã bích phớt đai lúc mình check cả bóng tinh rồi cô này đã mấy cà pia thiệt vì bố dân khơi phải được bóng mà đo rồi chắc bóng cà pia tận đo pe dân cái mình biết phớt miền ấy dê đằng dân ọt miền đằng thơ mày ọt tới cái chọ bạc cái gì nghe hỏi nó chạy sân những chị mai là cái thái chạy sân đã chứ tam hỏi đọc về khơi mà hỏi đào một chút dùng rất tấn đi ban được rồi ao tại dương smooth nét đã đào gì nghe áo chứ miền tai lên là lo cho mối năng Bruno tê bà lên lo cái thôi được bị chốn mà bốp speaker kia đúng gì nghe Bruno mình nhé chờ mà tay tay kèm nấng để tao dương hai bà tao dương hai đứa Alex có đào bằng mặt này Alex bàn selfie mùi tiền thế tao dương chung bây giờ chung cứ tầng mỏng vua pay về liền bảo cái cõi cho móc cứ kia sầm đào từ làn hết cái từ training mọi anh vậy chẳng nhưng nó khơi fan mà nè con mua tròn rồi tận ạ con có chi nè con trò bị sai cái hôm này hay con có chi nè bạc cát mi từ can trong Facebook đây nhưng mà đằng này con fan Man U rồi sao tận này nó đằng rót tận nó nghe bóng score đôi chưa chụp ngày chụp liên Man U ban FA Cup cho năm từ môn tạ hạ nữa đằng bóng hai gọi đấy bộ đặt set score TikTok qua đó bóng score có tam TikTok score và họ tập đây là hốt cái thơ cần ten set đó cái chế lang về cùng scope chọc cùng sót thiết dừng không mau là tôi dừng không mau và cót số lan mình tên cót do rút phiếp mũi đã bơ bà to cót man sút bà châu ti hay cót chia favorite goal scorer nóពេលដែលបើបន្ទាស់គាត់បានសុបចូលទីឲ្យបិសាយក្រហមទៅលើ Liverpool គាត់យករូបភាពហ្នឹងគាត់ print មកគាត់ឲ្យបើបន្ទាស់ញ៉ែគាត់សួរទៀតគាត់សួរថាអ្នកឯងនៅចាំក្របបាល់មួយហ្នឹងអត់ហើយក្របបាល់មួយហ្នឹងប៉ះក្រុមណាហើយអ្នកឯងស្រឡាញ់ក្របបាល់ហ្នឹងជាងគេឬយ៉ាងម៉េចបើបន្ទាស់ឆ្លើយហ្មងគាត់នៅចាំបានឆ្នាំណាប៉ះមួយក្រុមអីហើយសញ្ញេឲ្យបាច់ពេលវេលាមិនមែនបងនៅឃើញទេយប់ឡើងបងក៏មិននឹកស្មានថាបងបានទៅដែរដោយសារតែភាពសុខសម្បត្តិគាត់វយមកម៉ោង11យប់បិទបងរៀនបងនឹងដេកហ្នឹងហើយបងបញ្ជូនបានតែ4នាក់ទៀត5នាក់អ្នកទី5យូរពេកបញ្ជូនទៅគេថា full បាត់យំបើនិយាយទៅគឺតក់ក្រហល់ខ្លាំងមែនទែនហើយក៏សម្បត្តិប្រាប់ថាម៉ៅបើមានពេលទៅ print រូបបើបតោះកន្លែងណាមួយយកគាត់សញ្ញេលើហ្នឹងសូម្បីតែបាល់ Man U ក៏បងត្រៀមមិនតាន់ផងបាល់ Man U បងមានទៀតតែបងត្រៀមមិនតាន់បងគិតថាមិនដឹងថាគេ
สิเงี้ยบ้านประมาณปุ๋ยว่าตุกจัดจังบ้านบ้องประดามมาแข่งเมียนเอาสินออดแค่ทั้งเมียนยมช่วยการมองไอ้คิงบ้องพญาแข่งมวยคิงบ้องพญาแต่กรมการเงี้ยบ้องเตรียมคนไหนบอกเคยลือก่อแข่งเมียนบ้องก็สิเงี้ยอันปีเฮ้ยบ้องเทียมบัดเยอะตั้งแต่เคยสิเงี้ยบ้านมันคือจะได้จิตตู้ตั้งคืออัดขบวนสิเงี้ยบ้านมันเนี่ยประมาณนี้ที่เราซาแต่บ้องครอบตัวจูบตัวแล้วจะเบอร์ว่ารันลูกซอมาซาละมาชาลังคือเคยสิเงี้ยแต่มวยตีสิเงี้ยมวยต่อสิเงี้ยมวยต่อสิเงี้ยมวยต่อก็ไม่เปย์ยังตีปูสิเงี้ยชาลังเราไปgiống cái thằng phải mình cái là vô ai lừa ai chọn chiến này mình đăng là mình đăng chứng stream hỏi ở tay dương dương vì smart là toàn ở lỡ dương đằng này dương lọp trồi những dương chập đám đằng này nè ngày khỏi bàn mấy ngày khỏi bàn mấy ngày khỏi dương bông miên là cát dương to thiệt bong style thằng tha bong ở ban từ chua Patrick Evra miên nè phẹp bong này là bong to từ to su chỉ bôi nhom cho trăm lan Patrick Evra dương ở đằng tha ta dương ăn chua cái phổm cho cái chọn lan ở dương ở đằng à ấy giúp ca nó mình ao pin yên pin bông cái ta phải chưa dương ở đằng tha dương từ trăm quát lại nè bán á mà vậy đó cứ dương đưa nơi cái đà tà lệ chứ điểm đó sẽ bót đây thầm tà lệ đó coi cái thằng admin flow admin phản ca chứ đằng khai tới khát pin nè khác to su cho trăm quát lời ông già ski định MC nhá cái bàn cái đằng ở bên gầm bò đó mình gầm bò đó nhớ bó bắt điện đằng mình cái hái bông từ và tay bông bộ miên nè nó không trên đa nó phải bóng này Evra thử cắt tam nè bóng từ bà ơi vận tải đời xa tại bóng ở hiên tục cho đấy bóng cái ta viện trưởng kể là có quạt miên mong miên pê và quạt mong xì nhế mong chụp phèn đôi bóng từ chụp ráo nơi West Brom á nơi Thái á mong có cái bông tay mong to luôn đòi pê dương hiên là dương cho tới xong quạt ta thôi đúng nữa quạt run trình một bộ móng to luôn quạt phần tái khỏi bị miên ca sản phẩm phim bị trả sponsor ok quạt prom ao dương thọt selfie mũi quạt cười nhỉ chắc mong cất được nè chứ bỏ dương từ chụp Evra lên mong quạt bông tay là bộ lại mũi dương từ xong mũi quạt có mình ỏi mong cái là pê nhắn cái năng ta ở từ mong ta khơi nhục hiệp nhưng tệ mình đây ở tại internet bạn internet cái bây giờ tệ mình tệ tầm giờ lấy nhá tệ tầng hộp hiệp tiết mình lúc tiếp tệ sầm lấy tệ hơi đúng không cái internet to dương vậy chở nó tệ tôn thì nâng bành hà nâng lợi dương chập đam đô thì nó bọt màu từ tích đô cả là con tích và từ tích đô cả là con tích sầm lấy nằm ăn cao đỏ đài bao nhiêu bị đa đô cả là con tới to ai lợi đi lục pháp đi dỗ chỉnh mà play thì đấy Man U bài từ chỉ chập ở rõm cả là con Frankfurt nơi club Frankfurt chôm Frankfurt สิจิตปรังได้ก็ทลบเลยใน PSG Frankfurt bị muốnทลบchơi chương còn máu PSG còn việc chơi chương máu mơ tới tầm nón tình vô là cái bóng chung mùi mơ chung mua sân màn tình toàn trăm ta bảo tam nhóm á nè chung mua cốt cứ Hugo Ekitich Hugo Ekitich còn miền vây những anh tam siêu Anh lẽ và Hugo Ekitich để con miền vây tớp tay mà pay pi năm chia cả là con ở rang cầm pua mà máy câu lỗ mình tên mà và strike hơi cho mong mà không pích nâng mà pay pi mình không đi khi ấy nó âm sĩ không với ở đây trong người ta Ekitich squall mà là phép con của nhóm ban mới đây bà Sam sập bay một cốt có xuất ban ở Pram Crop theo ban Sam sập bay có xuất ban Pram Crop mình là cọ mờ là cọ thế bàn tay cho mơ ở vậy để nhóm ban tam đan Ekitich nhóm tam đan có tăng nơi ở Paris à cả là có côn cát và phục chun chiết Cameroon mà đai chun chiết Parang cọt lên nhau cho mấy chiếc Parang đấy bà nó lên ôi chắc mà phải con còn ai lên man pi chiết bà đôi giờ đôi Điền Hội Sân á Điền Hội Sân là có nó côn cát ở Holland Espagne Espagne hai chỗ cho mới chiết Holland hai chỗ cho mới chiết đây trong cái Điền Hội Sân sốc trận màu Espagne hay được ca Euro nó mình lực tiền về lấy từ lên Euro bên ban lên á ban lên bên nó mới tầm lên tầm chụp rồi chiết bao mà một cột đó nhưng cái thầy Hugo Ekitich máu kêu bà bãi về khác như cái thà bà bài từ chỉ srul bài từ chỉ bà bãi men nhú chở này chăng phiệp bật ban bà con nhưng cái thà nhưng cô ta họ là có đã cha và xa bong rồi mẹ xa bị chốt rồi ôi do máu của mình không mấy đây giờ thiết lọm giấy nhá do máu cặp 300 đấy nè
តែបើតម្លៃធូរថ្លៃត្រឹម20-30 លានសាក មិនថ្លៃទេព្រោះគាត់មិនមែនជារ៉ាដាផងមែនយូ បាទ គាត់មិនថ្លៃទេបងឈិតក្នុងការនេះបងអានចំណាប់អារម្មណ៍គូណាឲ្យស្ដាប់មួយ អូ គូណានៅពេលដែលគាត់មកមែនយូហើយមូលហេតុអីបានគាត់សុកចិត្តមកមែនយូអត់ខ្វល់រឿងមិនបានលេអីទេបាទគូណាឥឡូវបើយើងនិយាយទៅគឺគាត់បានគិតតែអាយុ26ឆ្នាំហើយ បាទ មើលគាត់និយាយប្រាប់អ្នកសារព័ត៌មានអំពីចំណាប់អារម្មណ៍របស់គាត់ដំបូងដែលមកមែនយូមកអាថ្ងៃចោះលេខាហ្នឹងណា បាទ គាត់ថាគាត់បានមើលផ្លាយប្រាប់សារព័ត៌មានចំណាប់អារម្មណ៍ដំបូងខ្លួនសមាជិកមែនយូគាត់ថាវាពិតជាពិបាកនឹងស្ទើរតែនិយាយមិនចេញទៅហើយក្នុងការคลายជាសមាជិកថ្មីរបស់មែនយូតាំងពីនៅក្មេងនៅក្នុងប្រទេសប្រេស៊ីលខ្ញុំតែងតែមើលព្រីមលីកតាមរយៈទូរទស្សន៍ជាមួយនឹងលោកយាយ ជីដូន បាទហើយមែនយូជាក្រុមដែលខ្ញុំចូលចិត្តជាងគេនឹងមានក្តីសម័យចង់ពាក់អាវមួយនេះខ្ញុំចង់អរគុណអ្នកគ្រប់គ្នាហើយខ្ញុំមិនអាចរងចាំបានទេដើម្បីត្រៀមសម្រាប់ការប្រកួត Pre-season ការផ្ដោតខ្លាំងរបស់ខ្ញុំនៅពេលនោះគឺការផ្ដោតខ្លាំងរបស់ខ្ញុំពេលនេះគឺខិតខំឲ្យអស់ពីសមត្ថភាពដើម្បីក្លាយជាកម្លាំងស្នូលរបស់ក្រុមនិងជួយឲ្យមែនយូឲ្យក្លាយទៅជាក្រុមកំពូលមួយបាទហើយលោក Jackson Wilcox ដែលជា director បាទ director ឡើងឥឡូវឡើងហើយដោយសារតែលោកមួយទៀតគេដកទៅខាងមើលកង់វិញហើយបាទរបស់ក្រុមបិសាចក្រហមក៏គាត់បានលើកឡើងពីការម្ដងរបស់គូណាដែរគាត់ថាការនាំយកគូណាគឺជាគោលដៅចម្បងរបស់ Man U នៅរដូវក្តៅនេះហើយក្រុម Man U នឹងពិតជាសប្បាយរីករាយណាស់ដោយដែលគ្រប់គ្នាដឹងហើយថាការបត់បែនការរហ័សរហួនការចង់បានកីឡាករមកបន្ថែមប្រព័ន្ធគឺអ្វីដែល Man U ចង់បានណាហើយគាត់ថាគូណានឹងគឺជាកីឡាករដែលមានអ្វីគ្រប់យ៉ាងដែល Man U ចង់បានបាទហើយសង្ឃឹមថាគេនឹងជាយាមប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីជួយឲ្យ Man U នឹងរកមកភាពល្អប្រសើរវិញតែនេះបងនិយាយពីទឹកមុខប្រសិនបើយើងនិយាយអំពីទឹកមុខបងមើលទៅគូណាជាមួយនឹង Bruno មានអារម្មណ៍ថាអារម្មណ៍អ្នកពីរហ្នឹងគឺផ្លូវតែមួយអត់ទេបងមើលទឹកមុខគិតដូចខ្ញុំដែរខ្ញុំគិតថាគូញ៉ាដូច Bruno អញ្ចឹងខ្ញុំដាក់ក្តីរំពឹងទៅលើគាត់ខ្លាំងមែនទែនខ្ញុំខ្លាចបើយកការ៉េវិញបង50-50ហ្នឹងណាបងមើលទឹកមុខយកការ៉េ50-50ហ្នឹងណាតែបើមកមើលទៅមុខគូណាការញញឹមអាតម្រង់មុខរបស់គាត់បងឲ្យបងធៀបទៅ Bruno បងគឺដូចជាដើរលើផ្លូវតែមួយបាទតែបងឯងបើដឹងអត់ក្តីរំពឹងរបស់ខ្ញុំនៅពេលនេះមិនត្រឹមតែគូញ៉ាខ្ញុំនៅតែរំពឹងខ្សែប្រយុទ្ធចាស់របស់យើងទៀតខ្ញុំនៅតែបើកភ្លើងខៀវឲ្យគាត់ហាន់នៅបន្តដើម្បីបង្ហាញទម្រង់លេងខ្សែប្រយុទ្ធចាស់របស់យើងមានតែ Holland ចាខ្ញុំខឹងមិនទៅដោយប៉ុន្តែខ្ញុំចង់ឃើញទម្រង់លេងគាត់នៅរដូវកាលថ្មីដោយការដុសខាត់ពីលោក Ruben Amorim Holland បងខ្លាចបារម្ភតែមួយទេប្រសិនបើនៅអ៊ីតាលីចង់បានខ្លាំងហើយ Man U ចង់អស់ជំរឿក្នុងការចាយលុយទិញសោះតែជំរឿវាយដូរឯណាមានតែជំរឿវាយដូរឯងខ្ញុំថាបើសិនជាគាត់ចេញក៏ល្អគាត់ទិញលើហ្នឹងគឺ Man U ជួបនឹង financial fair play ហ្មងបាទប៉ុន្តែខ្ញុំចាប់អារម្មណ៍កីឡាកររបស់អេស្ប៉ាញមួយថ្ងៃហ្នឹងកំពុងលេងនៅប៉ូតូបាទខ្ញុំគិតថាកីឡាករហ្នឹងអាចចូលមកជំនួសតំណែងខ្សែប្រយុទ្ធកដាលបានប៉ុន្តែគាត់រៀងក្មេងតែមានគាត់ស្អាតមានគាត់ធំលយបងឯងក៏ប្រហែលជាអត់ស្គាល់តែគាត់ទើបវ័យតែ21ឆ្នាំឯងថ្ងៃលេងនៅប៉ូតូហើយក៏ធ្លាប់ជាអតីតកីឡាកររបស់ Alves Granada និង Atletico Madrid ខ្សែប្រយុទ្ធលំដាប់ទី2របស់អេស្ប៉ាញទើបបញ្ចប់ជម្រើសជាតិឈ្មោះ Samuel Aguehova Samu Aguehova ហ្នឹងហើយចេញមកគាត់កាន់សាសនាយេស៊ូហ្នឹងហើយលេងលយមែនតើមានធំច្បងហ្មងមកមើលរូបគាត់ខ្ញុំចាប់អារម្មណ៍កីឡាកររូបហ្នឹងប៉ុន្តែអាចនិយាយបានថារ៉ាដារបស់ Man U អត់សម្លឹងមើលកីឡាករណាដែលអត់ទាន់មានឈ្មោះបោះសម្លេងអត់ទេ Man U គាត់យកគូណាមួយគាត់យកសមត្ថភាពត្រឹមឌូគូមកទៀតក៏ល្អដែរបាទឌូគូJeremy Doku គូគាត់មិនអន់ខ្លាំងមកល្មមគេPatrick Doku បាទ Jeremy Doku អត់ទេបាទបងប្អូនចេះអធិស្ឋានផងបាទយើងអាចនឹងចប់មុនម៉ោងបន្តិចដោយសារតែបញ្ហាអ៊ីនធឺណិតយើងដើរស្រួលទេប្រហែលថ្ងៃនេះអញ្ចឹងក៏សូមមេត្តាយល់យោងនិងអធិស្ឋានផងអញ្ចឹងកម្មវិធីរបស់យើងមើលទៅមុខទៀតក៏បញ្ហាសម្លេងដែរអញ្ចឹងយើងនឹងជួបគ្នាតាមរយៈការបង្ហោះព័ត៌មានខ្លីៗនៅលើ Page CNC Sport ព័ត៌មាននៅលើ CNC Sport ក៏ដូចជាយើងនឹងជួបគ្នានៅក្នុងសប្តាហ៍ក្រោយជាបន្តទៀតអញ្ចឹងអធិស្ឋានមែនតើបាទសម្រាប់អ្នកទស្សនាបាទអញ្ចឹងគណៈពេលនេះខ្ញុំបាទទាំង3នាក់រួមជាមួយក្រុមការងារសូមអរគុណសូមជម្រាបលាបាទ
internet ធ្វើស៊ីមែនណា internet ស្រួល